ដែលធ្វើឲ្យមាន ADHD នៅក្នុងវីដេអូមុនទៅមកថ្ងៃនេះយើងនឹងបន្តមួយទៀតគឺតទៅជាមួយនឹងបញ្ហា autism ម្ដងតើ autism កើតឡើងដោយរបៀបណាដែលយើងថា autism ឬក៏យើងអាចថា autism spectrum disorder បាទជាការពិតមកដល់ពេលនេះដូចខ្ញុំជម្រាបក្នុងវីដេអូមុនអញ្ចឹងគឺមិនទាន់មានអ្នកវិទ្យាសាស្ត្រឬក៏ក្រុមស្រាវជ្រាវណាដែលលើកឡើងថា autism គឺកើតឡើងដោយមួយនេះកើតឡើងដោយមួយនេះឬមួយនោះទេគឺនៅតែក្នុងភាពរួមនៃសេចក្តីសន្និដ្ឋាននៃការធ្វើសេចក្តីសន្និដ្ឋានមួយរួមដែលមិនទាន់ច្បាស់លាស់នៅឡើយប៉ុន្តែយើងអាចថាវាមានចំណុចមូលហេតុជាអត្ថភាពមួយចំនួនដែលធ្វើឲ្យកុមារមានបញ្ហា autism ទី1គឺកត្តាហ្សែនដូចគ្នាជាមួយនឹង ADHD ពុកម្ដាយឬក៏យ៉ាងមិនមានបញ្ហាមានហ្សែនហ្នឹងឬក៏កាត់ហ្សែនហ្នឹងគឺវាមានបញ្ហាទាក់ទងជាមួយនឹងការបង្កកំណើតគឺដល់ទៅ80%បន្ទុក 80% បាទគឺគេថាមកពីហ្សែនទី2អាចថាមកពីការបំលាស់ដូរផ្នែកខួរក្បាលឬក៏ការរៀបចំផ្នែកប្រព័ន្ធខួរក្បាលផ្សាយប្រសាទនៅក្នុងខួរក្បាលហ្នឹងវាលឿនពេកខុសពីធម្មតាខុសបច្ចេកទេសខុសពីដំណាក់កាលដំបូងអញ្ចឹងទៅដំណាក់កាលដំបូងត្រូវលូតលាស់យ៉ាងម៉េចអីយ៉ាងម៉េចតាក់ទៅលឿនពេកហ្នឹងធ្វើឲ្យមានបញ្ហាទី3គឺគេផ្ដោតសំខាន់ដូចគ្នាដែរគឺទៅលើបរិស្ថានបាទបញ្ហាបរិស្ថាននៅពេលដែលមេដាមានផ្ទៃពោះកំពុងតែពោពោះឪពុកម្ដាយមានអាយុច្រើនឬក៏ម្ដាយមានអាយុច្រើនអញ្ចឹងពេលបង្កកំណើតគឺវាអាចថាវាមានភាពកំសោយណាមួយនៅក្នុងការបង្កកំណើតធ្វើឲ្យមានបញ្ហា autism ហ្នឹងទី2អាចថានៅពេលដែលម្ដាយកំពុងតែមានពោពោះស្រាប់តែគាត់មានទទួលបាននៅជំងឺធ្ងន់ធ្ងរណាមួយក្នុងកំឡុងពេលដែលមានពោពោះជំងឺធ្ងន់ធ្ងរមិនមែនកូនទេណាម្ដាយបាទមេដាគាត់មានជំងឺគាត់មិនសប្បាយចិត្តធ្ងន់ធ្ងរដល់ថ្នាក់គាត់ប្រើថ្នាំរងាប់អារម្មណ៍ដល់ថ្នាក់គាត់ប្រើថ្នាំដែលមានសារធាតុផ្សះច្រើនអញ្ចឹងទៅឧទាហរណ៍ចុះឬក៏ដល់ថ្នាក់ប្រើថ្នាំមួយគេងឬក្នុងគ្រួសារមានបញ្ហាដែលធ្វើគាត់ stress ខ្លាំងគេងមិនលក់ឬក៏ជួនកាលគាត់មានជំងឺខ្លួនឯងតែម្ដងដូចជាជំងឺដែលធ្ងន់ធ្ងរដែលធ្វើគាត់ដល់ថ្នាក់ចូលពេទ្យចូលអីដើម្បីព្យាបាលក៏អាចប៉ះពាល់ទៅដល់ការរំលោះរបស់កុមារនៅក្នុងទារកនៅក្នុងពោះដែរកត្តាបរិស្ថាននឹងដែរគឺចំការអាចមកពីខ្វះនៅវីតាមីនដើម្បីចិញ្ចឹមដើម្បីចូលទៅចិញ្ចឹមទារកនៅក្នុងពោះហ្នឹងដោយសារយើងញ៉ាំអាហារមិនបានគ្រប់គ្រាន់ញ៉ាំអាហារមិនបានប្រុងប្រយ័ត្នក៏អាចធ្វើឲ្យមានផលប៉ះពាល់នឹងដែរបាទដោយការដែលខ្ញុំធ្វើការនៅក្នុងសាលាមួយឯកជនមួយម្ដាយគាត់ពេលគាត់ពោពោះគាត់ចូលចិត្តញ៉ាំផ្អែមអញ្ចឹងណាបង្អែមធម្មតាជួនកាលក៏ដាក់ស្ករពិតប្រកបទៅជួនកាលគាត់ញ៉ាំផ្អែមឡើយខ្លះគាត់ដាក់លីមេស្ករលេដើម្បីផ្អែមអញ្ចឹងណាដល់ពេលគាត់ញ៉ាំទៅជាញឹកញាប់ទៅស្រាប់តែកូនកាត់មកវាទៅជាប៉ះពាល់ទៅដល់ការលុបផ្នែកណាមួយនៃសរីរាង្គកាយរបស់កុមារលោកវិជ្ជបណ្ឌិតគាត់តែងតែបានណែនាំថានៅពេលដែលយើងមានផ្ទៃពោះយើងប្រយ័ត្នប្រយែងយ៉ាងមែនទែនក្នុងការញ៉ាំអាហារមួយទៀតទាក់ទងជាមួយនឹង autism នឹងដែរគឺដោយសារពុកម្ដាយធ្វើការនៅក្នុងឋានមួយដែលមានសារធាតុគីមីមួយចំនួនធ្វើឲ្យប៉ះពាល់ទៅដល់ការរំលោះរបស់កុមាររបស់ទារកនៅពេលដែលគាត់មានផ្ទៃពោះហ្នឹងអញ្ចឹងសួរថាកន្លែងណាចុះបើខ្ញុំធ្វើការហ្នឹងខ្ញុំលើកឡើងម្ដងទៀតថាឧទាហរណ៍ជាដូចជាដល់ថាដូចជានៅកន្លែងសាឡនអ៊ុតសក់អីចឹងចុះបើខ្ញុំធ្វើការហ្នឹងខ្ញុំរស់ស៊ីហ្នឹងឲ្យពេលខ្ញុំមានផ្ទៃពោះខ្ញុំឈប់មិនកាត់បើអាចជិះបានជិះទៅបាទអាចជិះបានពេលមានផ្ទៃពោះដល់តែមានផ្ទៃពោះគួរតែសម្រាប់មួយរយៈឬក៏ទៅប្រើម៉ាស់ប្រើអីដើម្បីការពារកុំឲ្យយើងស្រោបក្លិនចូលទៅមួយទំហឹងហើយបើយើងមានផ្ទៃពោះចុះបើខ្ញុំធ្វើការនៅរោងចក្រឲ្យខ្ញុំឈប់មិនឲ្យខ្ញុំឈប់មិនអត់មានអីអញ្ចឹងអាចពាក់ម៉ាស់ពាក់អីទៅការពារទៅនឹងគឺជាបញ្ហាបរិស្ថានដែលធ្វើឲ្យកុមារកើតមកគឺមានបញ្ហា autism ឬក៏ទាក់ទងជាមួយនឹងពេលដែលគាត់មានផ្ទៃពោះហើយគាត់ប្រសូតបត់មកហើយធម្មតាផ្សេងរហូតដល់អាយុណាមួយដែលគាត់មានបញ្ហាឈឺធ្ងន់ធ្ងរអាចទៅងើបពីឈឺមកគាត់ទៅជាការលុះផ្នែកខួរក្បាលការលុះផ្នែករបស់កុមារហ្នឹងអភិវឌ្ឍរបស់កុមារទៅធ្លាក់ចុះទៅជាក្មេងអាយុ3ឆ្នាំទៅជាក្មេងដែលមិនចេះនិយាយតែម្ដងអត់ស្គាល់ហៅឈ្មោះក៏មិនងាកមិនហ្វល់ជាមួយនឹងតែនេះគឺជាចំណុចមួយដែលលោកលោកស្រីអាចចាប់អារម្មណ៍អញ្ចឹងសរុបសេចក្តីមកវិញដែលមូលហេតុដែលកើតឡើងធ្វើឲ្យកុមារមាន autism គឺមកដល់ពេលនេះមិនទាន់មាននរណាម្នាក់បញ្ជាក់ច្បាស់លាស់ឬក៏អ្នកវិទ្យាសាស្ត្រណាមួយបញ្ជាក់ថា autism នេះវាកើតឡើងពីនេះកើតឡើងពីនោះតែឡើយទេ
ក្រៅពីការយកនៅសមិទ្ធផលយកនៅសមិទ្ធកម្មរួមគ្នាហើយក៏គេដាក់ថាមកពីហ្សែនមកពីការរៀបចំការលូតលាស់ផ្នែកខួរក្បាលឬក៏មកពីបញ្ហាបរិស្ថានប៉ុន្តែហ្សែនគេឲ្យកម្រិតខ្ពស់ទាក់ទងvớiបរិស្ថានជាមួយការចង់គឺគេឲ្យកម្រិតល្មមទេប៉ុន្តែខ្ពស់ជាងគេគឺអាចថាមកពីហ្សែនហ្នឹងប៉ុន្តែក៏មានណាស់ទេប្រកាសជាហ្សែនដែរបានធ្វើឲ្យមានហ្នឹងគឺមិនអាចទេអញ្ចឹងខ្ញុំជឿថាវីដេអូនេះនឹងជាប្រយោជន៍សម្រាប់លោកស្រីដឹងបានខ្លះបាទចែកម្លែកដល់លោកស្រីដឹងបានខ្លះថា autism ADHD ហើយនិង autism ហ្នឹងកើតឡើងដោយអ្វីដោយសារអ្វីជាសំណុំពរមានន័យថាវាមិនទាន់ជាអំណះអំណាងជាក់ស្ដែងណាមួយដែលបញ្ជាក់ថា ADHD និង autism កើតឡើងពីរឿងអ្វីនោះទេគ្រាន់តែជាការបង្រួមនៅសមិទ្ធកម្មដែលអ្នកវិទ្យាសាស្ត្រស្រាវជ្រាវគេបានយកមករួមចូលគ្នាទៅតាមបទពិសោធន៍ពីមុនយកមកចងក្រងថាវាមកពីមួយនេះបានឲ្យយើងដឹងបាទសូមអរគុណ